ប្រេស៊ីលបដិសេធសំណើរបស់អាមេរិកក្នុងការចាត់ថ្នាក់ក្រុមថ្មីទំនើបក្នុងតំបន់ជាអង្គការភេរវជនរដ្ឋាភិបាលប្រេស៊ីលបានច្រានចោលសំណើរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដើម្បីចាត់តាំងក្រុមអ ுக ្រិតជនធំៗចំនួន2ដែលក្រុមមន្ត្រីជឿថាមានសមាជិកនៅក្នុងសហរដ្ឋអាមេរិកជាអង្គការភេរវកម្មនេះបើតាមលោក Mario Sarobo លេខាធិការសន្តិសុខសាធារណៈរបស់ប្រទេសប្រេស៊ីលបានបញ្ជាក់កាលពីថ្ងៃពុធទី7 ខែឧសភានេះលោកបាននិយាយថាសំណើនេះត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារក្នុងអំឡុងពេលកិច្ចប្រជុំរវាងលោក David Ball ដែលដឹកនាំយុទ្ធសាស្ត្រដាក់ទណ្ឌកម្មសម្រាប់ក្រសួងការបរទេសសហរដ្ឋអាមេរិកមន្ត្រី6នាក់ផ្សេងទៀតមកពីរដ្ឋរបស់ប្រធានាធិបតី Donald Trump និងមន្ត្រីប្រេស៊ីល8នាក់នៅទីក្រុងលោក Ball មានការព្រួយបារម្ភអំពីក្រុមក្មេងទំនើប Primeral Commando del Capital ដែលគេស្គាល់ថាជា PCC និងក្រុម Commando Womenhold ដែលគេស្គាល់ថាជា CV ដែលគ្រប់គ្រងទឹកដីនៅក្នុងទីក្រុងជាច្រើនរបស់ប្រទេសប្រេស៊ីលយ៉ាងណាមិញលោកត្រាំបាននឹងកំពុងព្យាយាមបង្ក្រាបយ៉ាងចាស់ដៃលើការធ្វើអន្តោប្រវេសន៍ទៅនឹងវត្តមានរបស់សមាជិកនៃក្រុមអ ுக ្រិតជនអាមេរិកឡាទីននៅក្នុងទីក្រុងនានារបស់សហរដ្ឋអាមេរិកកាលពីដើមឆ្នាំនេះរដ្ឋាភិបាលសហរដ្ឋអាមេរិកបានចាត់តាំងក្រុមជួញដូរគ្រឿងញៀនជាច្រើនជាអង្គការភេរវកម្មរួមទាំងក្រុម Render Araca របស់ Venezuela និងក្រុម MS-13 របស់ El Salvador ផងដែរ